Ôi trời ơi xưa nè. Ôi là cái log hơi intro đôi bạn đạp chuyện xưa từng ở kia ở là nâng này cứ chỉ video YouTube từ bộ mà nhom để nhom dậy để nhom ọt vô video bị TikTok vô một po nhưng trong chấp đam thôi YouTube như vậy bị trên app rộng bỏ nhom để nhom thu video nơi bị khỏi video TikTok mỗi buổi chẳng na chẳng ở bộ đó kia trong snap bị đi làm behind the scene ឬក៏ចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់ចំពោះវីដេអូដែលខ្ញុំធ្វើដែលរៀង viral នៅក្នុង TikTok ទាំងម៉ានហ្នឹងតើអ្នកអាច comment នៅខាងក្រោមបានអញ្ចឹងទៅខ្ញុំនឹងព្យាយាមគិតថាអូខ្ញុំមានអារម្មណ៍មិនបានធ្វើវីដេអូនឹងឡើងអញ្ចឹងថ្ងៃហ្នឹងវីដេអូដំបូងថតសាកទេនេះអូយ angle ទាំងអីទាំងភ្លើងទាំងអីហ្នឹងដូចវារៀងដូចអត់សូវត្រូវគ្នាមកចេះមើលដៃធ្វើចឹងក៏ឃើញនៅលើមុខដែរដូចវាតែខុសកន្លែងណាចាំខ្ញុំព្យាយាមកែកុននៅវីដេអូបន្ទាប់ទៀត vibe របស់វីដេអូរបស់ខ្ញុំសិនគោលដៅរបស់ខ្ញុំមួយនៅក្នុង YouTube របស់ខ្ញុំហ្នឹងខ្ញុំចង់ធ្វើជារបៀបដូចថាកន្លែងមួយដែលផ្ដល់នៅទាំងសំណើចហើយនឹងរបៀបចំណេះដឹងហើយក៏ធ្វើឲ្យតើគ្នាស្គាល់ខ្ញុំហត់តែច្រើនជាងមុនដែរស្គាល់ខ្ញុំហត់តែច្រើនហ្នឹងចង់ថាដូចរបៀបតាមរយៈវីដេអូរបស់ខ្ញុំនៅពេលដែលខ្ញុំនិយាយពីចំណាប់អារម្មណ៍អីចឹងណាចឹងទៅខ្ញុំនឹងព្យាយាមនិយាយពីទាំងអស់ហ្នឹងឲ្យបានច្រើនថាហេតុអីបានខ្ញុំធ្វើវីដេអូហ្នឹងឡើងហេតុអីបានខ្ញុំជ្រើសរើសនិយាយបែបហ្នឹងនៅក្នុងវីដេអូខ្ញុំអីចឹងទៅដូចតើគ្នាបានដឹងហើយនៅក្នុង content របស់ខ្ញុំភាគច្រើនហ្មងគឺនិយាយពីរបៀបរឿងអក្សរសិល្ប៍សពផ្កាយខ្មែរផ្កាយគណិតផ្កាយរូបអីចឹងតើគ្នាប្រហែលជាឆ្ងល់ហើយក៏ធ្លាប់មានអូនប្រហែលម្នាក់ពីរនាក់អីហ្នឹងឆាតមកសួរខ្ញុំថាថៃបានធ្វើមិនបានយើងបកកាយគ្រប់មុខអីចឹងទៅតាមពិតចាំខ្ញុំមកស្រាយចម្ងល់នៅក្នុង channel មួយហ្នឹងគឺថាមិនបកកាយទាំងអស់ទេបងប្អូនគ្នាដឹងទេថាមុននឹងធ្វើវីដេអូទាំងអស់ហ្នឹងខ្ញុំទៅធ្វើអីគេខ្លះបើចាក់អីគេខ្លះបានចេញមកវីដេអូហ្នឹងហើយទៅឲ្យធ្វើឲ្យអ្នកមើលគិតថាអូខ្លួនឯងសើបកែចឹងហើយនឹងទី3បានកំ pl ែងផងរបៀបថាខ្ញុំចង់ឲ្យវាមានអារម្មណ៍របៀបបែបខ្មែរបែប relax កំ pl ែងរបៀបបងប្អូនដែលមើលកម្មវិធីតន្ត្រីស្រុកស្រែកាលពីក្មេងណានឹងរបៀបចឹងខ្ញុំចង់ឲ្យមាន vibe ចឹងដោយសារតែខ្ញុំគិតថាអត់ទាន់មាន YouTube channel ណាឬក៏អត់ទាន់មាន creator ណាដែលពួកគាត់មានអា vibe ហ្នឹងឯងចឹងទៅខ្ញុំចង់ធ្វើឲ្យបងប្អូនមានអារម្មណ៍ដូចថាដូចបកទៅវ័យកុមារភាពដូចពុំមើល account ចឹងដោយសារមុខខ្ញុំអត់ស្អាតដូចទូ account ប៉ុន្តែខ្ញុំនឹងព្យាយាមមើលវីដេអូខ្លួនឯងមិនណាមើលមកកណ្ដាប់ដបងមិនណារបៀបដូចមានជាការគាំងខ្លួនឯងជាខ្លាំងថាថៃបានតិចដឹងតើដូចចាប់ហ្មងខ្លួនឯងហ្នឹងតើគ្នាមើលឃើញនៅក្នុង content របស់ខ្ញុំភាគច្រើនគឺរបៀបដូចថាខ្ញុំនិយាយរបៀបដាក់ផាំងទៅផាំងរបៀប stop ទៅ confident ខ្លាំងណាប៉ុន្តែណែអត់មានទេនៅ behind the scene វិញគឺថាអូតុំទាវរបៀបអើយអស់តោះប៉ុន្តែគាត់ថាខ្ញុំកាត់វីដេអូហ្នឹងចឹងទៅបានតោះគ្នាមើលទៅឃើញអូយផាំងល្អណាស់អីចឹងទៅតែต้องប៉ាត់អត់ទេចឹងតោះគ្នាបើសិនជាចង់ដឹងពីតិច behind the scene ហ្នឹងតោះគ្នាកុំភ្លេចចូល subscribe channel ហ្នឹងតោះគ្នាព្យាយាមថ្ងៃក្រោយមាន prop មានអីវ៉ាន់ឬក៏បេឡុកអីដែលខ្ញុំយកមកនិយាយនៅក្នុងនិយាយបដៅខ្ញុំនឹងកាន់បេឡុកហ្នឹងបដៅអីចឹងទៅអូខ្ញុំអត់ដឹងថាខ្លួនឯងគូខ្លោវាដូចអៀនមកដែរពេលខ្ញុំថត TikTok រត់ដល់អញ្ចឹងណាធ្វើវីដេអូឲ្យបានច្រើនគឺខ្ញុំនឹងព្យាយាមឆ្លៀតមែនតើអញ្ចឹងនៅមួយថ្ងៃនៅក្នុងជីវិតរបស់ខ្ញុំហ្នឹងខ្ញុំនឹងព្យាយាមញ៉ាំបដានិយាយបដាខ្ញុំក៏គិតថាអាចជា challenge មួយដូចថាអូថ្ងៃហ្នឹងខ្ញុំមានម្ហូបអីគេអញ្ចឹងឬក៏របៀបអាហារសម្រន់អីគេអញ្ចឹងពេលខ្ញុំចាប់ផ្ដើមញ៉ាំខ្ញុំចាប់ផ្ដើមនិយាយពីប្រធានបទហ្នឹងមួយថ្ងៃយើងមានប្រធានបទមួយរួមបញ្ចូលទាំងកំ pl ែងចំណេះដឹងហើយនឹងការដែលធ្វើឲ្យទាំងអស់គ្នាស្គាល់ពីខ្ញុំហត់ទៅច្រើនជាងមុនពេលខ្ញុំញ៉ាំអស់អាស្រ័យទៅលើលឿននៃការញ៉ាំលឿនញ៉ាំយឺតចឹងទៅពេលខ្ញុំញ៉ាំអស់ប្រធានបទហ្នឹងក៏ត្រូវចប់ធំហ្នឹងដែរចប់ធំណាធំហ្នឹងហើយដូចចឹងពេលណាដែលខ្ញុំមានម្ហូបច្រើន
ប្រធានបទហ្នឹងគឺរៀងវែងហើយប្រធានបទរៀងចាក់ដោតតិចណាតែបើថ្ងៃណាម្ហូបនឹងតិចតគ្នាដឹងហើយថាប្រធានបទហ្នឹងគឺខ្លីបន្តិចតួចឬក៏អត់សូវមានប្រយោជន៍អញ្ចឹងទៅខ្ញុំគិតថា challenge ហ្នឹងល្អមែនទែនដែលដាក់ចូលនៅក្នុងវីដេអូរបស់ខ្ញុំអញ្ចឹងណាដោយសារតខ្ញុំបានញ៉ាំផងហើយខ្ញុំបានថតវីដេអូឲ្យអ្នកគ្នាមើលផងអ្នកគ្នាបានមើលខ្ញុំញ៉ាំផងអាចគួយញ៉ាំហើយមើលខ្ញុំក៏បានដែរអីទេអត់ប្រកាន់ទេញ៉ាំមួយគ្នាបើថាកំពុងតែឯកាគឺញ៉ាំមួយគ្នាអញ្ចឹងបើសិនជាអ្នកគ្នាគិតថាអូយបងស្មៃឃើញនៅក្នុង TikTok របៀបមើលទៅមនុស្សនឹង slow ណាហើយចេះច្រើនណាមកមើលក្នុង YouTube មកឈុតក្រោយឆាកប្រហែលជាមិនដូចអ្វីដែលអ្នករំពឹងទុកឡើយឆ្នាំ YouTube នឹងមានយូរហើយយូរតាំងពីសម័យណាមកទេប៉ុន្តែតឹមតាអាសាបរោះវីដេអូមួយរយៈនឹងដែរមួយរយៈក្រោយនឹងមួយរយៈមានស្គ្រីមហ្នឹងខ្ញុំចាប់ដល់បរោះច្រើនមែនទេប៉ុន្តែគាត់ថាសួរថាដើរបានច្រើនអត់ដូចជាមើលល្មមណាទេថា view ប្រហែល100 200 300ឡើងយ៉ាងច្រើនណាស់400អញ្ចឹងទៅវាអត់ច្រើនទេប៉ុន្តែខ្ញុំគិតថាវារៀងច្រើនជាងកាលពីខ្ញុំបង្កើតមុនអញ្ចឹងណាតែគាត់ថាមួយរយៈហ្នឹងវីដេអូដែលខ្ញុំបរោះហ្នឹងគឺវីដេអូដែលតោះគ្នាបានឃើញនៅក្នុង TikTok ហើយឬក៏នៅក្នុង Facebook page របស់ខ្ញុំដែរអញ្ចឹងណាឬក៏នៅក្នុង IG អីចឹងទៅវាអត់មាន content ណាដែលមានតែនៅលើ YouTube ដូចចឹងទៅខ្ញុំចង់បង្កើតវីដេអូឬក៏ជា series ឬក៏ជា podcast មួយ podcast របស់ខ្ញុំនិយាយតែម្នាក់ឯងខ្ញុំអត់មានសភាណាគេតែខ្ញុំអាចហៅ podcast បានដែរថាដោយសារតែវីដេអូហ្នឹងគឺខ្ញុំអ្នកនិយាយរហូតមកអូឈប់ធ្វើ outro របៀបបែបខ្មែរមួយសិនចាជំរាបលាអ្នកស្អែកជួបគ្នាណាអរគុណច្រើនសុបិនល្អ